តាគេរូបប្រកាសចូលនិវត្តន៍យ៉ាងរំភើបចិត្តជាទីបំផុតក្រោយវីរដ្ឋាងជីបមឹងនុនឲ្យសន្លប់ដណ្ដើមបានខ្សែក្រវ៉ាត់កម្រិតពិភពលោកសួស្តីពុកម៉ែបងប្អូនទស្សនិកជនរួមជាតិខ្មែរបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពរាប់អានសូមស្វាគមន៍សាជាថ្មីមកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានកីឡាសំខាន់នាថ្ងៃទី29ខែមេសាឆ្នាំ2026បងប្អូនយើងប្រកាសជាបានដឹងហើយថាកីឡាករជប៉ុនតាគេរុគឺជាកីឡាករលំដាប់ទី1របស់ជប៉ុនបច្ចុប្បន្ននេះតាគេរុប្រកួតនៅក្នុងប្រភេទទម្ងន់58ដល់63គីឡូក្រាមឯណោះអ្វីដែលតាគេរុបាទល្បាញល្បីខ្លាំងនោះគឺស្នៀតកណ្ដាប់ដៃមហាទម្ងន់របស់ខ្លួនថ្ងៃនេះតាគេរុសងសឹកបានសម្រេចដោយបានផ្ដួលកីឡាកររដ្ឋាងជីបមឹងនុនឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី5នៅក្នុងជំនួបសងសឹកនិងដណ្ដើមខ្សែក្រវ៉ាត់កម្រិតពិភពលោកបាទវ៉ាន់បាសាមមរៃវ៉ាន់នេះគឺជាលើកទី2ហើយដែលកីឡាករជប៉ុនតាគេរុបានជួបជាមួយនឹងកីឡាកររដ្ឋាងជីបមឹងនុនដោយលើកទី1កីឡាករតាគេរុគឺបានចាញ់ក្រោមកណ្ដាប់ដៃរបស់បាទរដ្ឋាងជីបមឹងនុនឥឡូវនេះគឺជាលើកទី2ហើយក៏ជាលើកចុងក្រោយនៅក្នុងប្រវត្តិសាស្ត្រនៃការឡើងសង្វៀនរបស់ខ្លួនដែរបងប្អូនយើងសម្រាប់ការប្រកួតនេះគឺជាការប្រកួតលក្ខណៈ kickboxing អាជីពបាទ5ទឹកបាទដូច្នេះការប្រកួតនេះគឺរដ្ឋាងបានបោះបង់ការប្រកួតនៅត្រឹមទឹកទី5ក្រោមកណ្ដាប់ដៃរបស់កីឡាករបាទតាគេរុថ្ងៃនេះបើយើងមើលទៅគឺបាទគាត់មានមហិច្ឆតានៅក្នុងការបាទចង់ឈ្នះខ្លាំងមែនទែនដោយសារតែតាគេរុថ្ងៃនេះគឺបានបើកមុខដើរចូលបាទសម្ដៅទៅកាន់រដ្ឋាងបាទអត់ឈប់អត់ឈរទេរដ្ឋាងគឺជាប្រភេទកីឡាករដែលដើរបុកមិនថយប៉ុន្តែប៉ះជាមួយនឹងតាគេរុដែលបុកមិនថយហើយមានជំនឿចិត្តនិងកណ្ដាប់ដៃលឿនដោយផ្លេចបន្ទោធ្ងន់ដូចជាដុំថ្មដែលជាហេតុបណ្ដាលឲ្យរដ្ឋាងជីបមឹងនុនបាទមិនអាចតទល់បានទេសម្រាប់មុននឹងការប្រកួតនេះមកដល់រដ្ឋាងគឺរងការគំរាមកំហែងខ្លាំងមែនទែនដោយសារតែគាត់ដឹងថាគាត់ប្រហែលជាមិនអាចយកឈ្នះទៅលើកីឡាករតាគេរុបានទេគាត់គឺសុំមិនប្រកួតជាមួយនឹងកីឡាករតាគេរុប៉ុន្តែត្រូវបានបាទស្ថាបនិករបស់វ៉ាន់បាទលោកឆាត្រីដែលជាកូនកាត់បាទសៀមជាមួយនឹងជប៉ុនគឺត្រៀមប្តឹងឲ្យបង់តម្លៃរាប់លានដុល្លារឯណោះដែលជាហេតុធ្វើឲ្យកីឡាករបាទរដ្ឋាងជីបមឹងនុនដាច់ខាតត្រូវតែប្រកួតព្រោះរដ្ឋាងដឹងថាបើចាញ់នឹងអាម៉ាស់ជាទីបំផុតប៉ុន្តែឥឡូវនេះបាទរដ្ឋាងគឺនៅតែចាញ់បងប្អូនយើងក្រោយពីបញ្ចប់នៅការប្រកួតនេះតាគេរុគឺបានប្រកាសចូលនិវត្តន៍ហើយជាការបញ្ចប់នៃអាជីពដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រកំពូលតារា kickboxing ជប៉ុន Takeru Zakawa បានប្រកាសចូលនិវត្តន៍ជាផ្លូវការបន្ទាប់ពីបានផ្ដួលអ្នកប្រដាល់ថៃរដ្ឋាងជីបមឹងនុនឲ្យសន្លប់បាទ TKO នៅក្នុងទឹកទី5នាព្រឹត្តិការណ៍ One Samurai One កាលពីរាត្រីថ្ងៃទី29បាទខែមេសាឆ្នាំ2026តាគេរុនៅក្នុងវ័យ34ឆ្នាំបានក្រងខ្សែក្រវ៉ាត់កម្រិតពិភពលោកបណ្ដោះអាសន្ន Interim World Title នៅក្នុងការប្រកួតចុងក្រោយរបស់ខ្លួនការប្រកួតនេះគឺជាសង្គ្រាមបាទនៅលើសង្វៀនដ៏ជក់ចិត្តជាទីបំផុតដោយតាគេរុបានវាយរដ្ឋាំងឲ្យអាញាកណ្ដាលរាប់រហូតទៅដល់2ដងនៅក្នុងទឹកទី2ប៉ុន្តែរដ្ឋាំងជីបមឹងនុនបានវាយបកវិញយ៉ាងខ្លាំងក្លានៅទឹកបន្ទាប់ទោះជាយ៉ាងណានៅក្នុងទឹកទី5តាគេរុបានប្រើប្រាស់កណ្ដាប់ដៃស្ដាំរបស់ខ្លួនសម្រុកយ៉ាងខ្លាំងរហូតធ្វើឲ្យអាញាកណ្ដាលរាប់នឹងបញ្ឈប់ការប្រកួតនៅនាទីទី2.22 វិនាទីតាគេរុបញ្ចប់ជីវិតជាអ្នកប្រដាល់អាជីពជាមួយនឹងស្ថិតិឈ្នះ46ដងនិងចាញ់5ដងព្រមទាំងទទួលបាននៅប្រាក់រង្វាន់លើកទឹកចិត្ត$100,000ការលាឈប់ពីសង្វៀនរបស់លោកបាថាគេរុបានធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយជាខ្លាំងខណៈដែលការប្រកួតសងសឹកបង្រួមខ្សែក្រវ៉ាត់ជាមួយនឹងស្ដេចភ្នំ Super Leg មិនអាចកើតឡើងបានឡើយបាទបងប្អូនយើងចឹងឃើញថានៅសង្វៀននេះក្រៅតែពីឈ្នះរដ្ឋាំងបាទតាគេរុនៅបន្តការប្រកួតបាទសងសឹកបាទកីឡាករ Super Leg ប៉ុន្តែឥឡូវនេះក្រោយពីបញ្ឈប់នៅការប្រកួតបញ្ឈប់នៅអាជីពរបស់ខ្លួនក្រោយពីផ្ដួលរដ្ឋាំងជីបមឹងនុនឲ្យបោះបង់នៅការប្រកួតមកគឺលោកតាគេរុប្រហែលជាមិនអាចបាទជួបជាមួយនឹង Super Leg បានទេ
ហើយក៏ជាការសោកស្ដាយមួយដែរសម្រាប់ fan យើងដែលបានបាត់បង់នៅបាទសមាជិកកីឡាករលំដាប់អន្តរជាតិម្នាក់នេះថាការុគឺជាកីឡាករដែលមានសុជីវធម៌ល្អគឺជាកីឡាករដែលពូកែរក្សានៅទម្ងន់ជាពិសេសគឺក្រមសីលធម៌នៅក្នុងការហ្វឹកហាត់តែម្ដងរយៈពេលប៉ុន្មានខែចុងក្រោយនេះកីឡាករថាការុគឺហ្វឹកហាត់ឥតឈប់ឥតឈរទេដោយសារតែលោកមានជំនឿជឿចិត្តថាលោកនឹងត្រូវតែសងសឹកជាមួយនឹងរដ្ឋាំងហើយក៏ដូចជាការសងសឹកនេះត្រូវតែទទួលបាននៅជ័យជំនះបាទបងប្អូនយើងយ៉ាងណាមិញសម្រាប់កីឡាករផ្ទះលេខ2រដ្ឋាំងជីបមឿងនុនជាកីឡាករដែលកម្រនឹងចាញ់នៅលើសង្វៀនណាបាទសម្រាប់នៅឯសង្វៀន1នេះប៉ុន្តែឥឡូវនេះបងប្អូនយើងណារដ្ឋាំងគឺបានចាញ់កីឡាករបាទជប៉ុនបាទហើយរដ្ឋាំងក៏ធ្លាប់ចាញ់ដែរគឺកីឡាករថៃគ្នាឯងគឺ Super League នេះឯងបាទរដ្ឋាំងគឺធ្លាប់ចាញ់កីឡាករ Super League បាទបាត់បង់នៅខ្សែក្រវ៉ាត់ហើយឥឡូវនេះនៅតែបន្តបាត់បង់នៅខ្សែក្រវ៉ាត់ទៀតដោយចាញ់កីឡាករថាការុរដ្ឋាំងធ្លាប់មានប្រវត្តិបាទផ្ដួលកីឡាករថាការុឲ្យបោះបង់ការប្រកួតនៅលើទឹកដីនៃប្រទេសជប៉ុនហើយឥឡូវនេះបាទរដ្ឋាំងក៏ត្រូវតែសន្លប់ក្រោមកណ្ដាប់ដៃរបស់ថាការុនៅក្នុងទឹកដីរបស់ប្រទេសជប៉ុនដែរដោយនៅក្នុងកម្មវិធីបាទវ៉ាន់សាមរ៉ៃវ៉ាន់ដែលធ្វើឡើងនៅលើទឹកដីនៃប្រទេសជប៉ុនមានអ្នកចូលរួមទស្សនានឹងច្រើនកកកខ្លាំងមែនទែនបើទោះបីជាបាទរដ្ឋាំងល្បីបាទដើរបុកបាទល្បីតាន់ល្បីធន់ល្បីស្វិតបាទវាយមិនងាយឈឺប៉ុន្តែយ៉ាងណាក៏នៅតែមានចំណុចខ្សោយដែលថាការុគាត់បានរកឃើញគឺជាចំណុចមួយដែលពិសេសខ្លាំងមែនទែនសម្រាប់ការប្រកួតនេះមុនមកដល់ក៏មាន fan យើងជាច្រើនគាត់បានបាទចូលរួមខមមិននិងធ្វើបទវិភាគដែរថារដ្ឋាំងនឹងចាញ់បាទត្រឹមតែពិន្ទុតែប៉ុណ្ណោះប៉ុន្តែឥឡូវនេះបាទគឺបាទរដ្ឋាំងគឺចាញ់សន្លប់បងប្អូនយើងបាទហើយឥឡូវនេះបាទកីឡាករតាការុក៏បាទប្រកាសចូលនិវត្តន៍បញ្ចប់អាជីពគឺជាអ្នកប្រដាល់ទៀតដូច្នេះហើយការប្រកួតនេះបាទរដ្ឋាំងគឺអត់មានឱកាសសងសឹកទេបាទអស់ត្រឹមនេះហើយបាទដែលថាការុក៏គាត់អត់មានឱកាសសងសឹកកីឡាករ Super League ដែរដែលគាត់បានចាញ់កីឡាករ Super League បាទកាលពីប្រហែលឆ្នាំមុនបាទតើតាការុអាចនឹងវិលចូលសង្វៀនវិញដែរទេក្រោយពីលោកបានបញ្ចប់នៅអាជីពត្រឹមការប្រកួតបាទឈ្នះកីឡាកររដ្ឋាំងជីបមឿងនុននៅរាត្រីថ្ងៃទី29ខែមេសាឆ្នាំ2026ព្រោះអីបាទកីឡាករតាការុនេះបងប្អូនយើងបានដឹងថាមិនមែនត្រឹមតែជំនាញចេះតែប្រដាល់សកលអាជីពមួយទេ MMA ក៏ចេះបាទវាយប្រដាល់សេរីក៏គាត់ចេះដូច្នេះបាទឥឡូវនេះគឺបានប្រកាសបាទចូលនិវត្តន៍សម្រាប់ប្រដាល់បាទលក្ខណៈ kick boxing អាជីពអញ្ចឹងគាត់នៅសល់ជំនាញផ្សេងទៀតសង្ឃឹមថាគាត់នឹងនៅតែបន្តឡើងសង្វៀនអរគុណច្រើនជួបគ្នាជាមួយនឹងខ្ញុំបាទបញ្ញានៅវីដេអូថ្មីអាប់ដេតជូនទៅកាន់ពុកម៉ែបងប្អូនរៀងរាល់ថ្ងៃបងប្អូនយើងកុំភ្លេចចូល share និង comment ចែករំលែកទាំងអស់គ្នាផងដែរសម្រាប់ការបាទបញ្ចេញជាមតិយោបល់របស់ពុកម៉ែបងប្អូនយើង